តើអ្នកកំពុងរងចាំព្រះឆ្លើយតបការអធិដ្ឋានរបស់អ្នកមែនទេព្រះបន្ទូលថ្ងៃនេះនៅក្នុងយោបជំពូកទី8ខទី5ដល់ខទី6បើអ្នកស្វែងរកព្រះអស់ពីចិត្តហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តាបើខ្លួនអ្នកបរិសុទ្ធហើយទៀងត្រង់នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នកព្រមទាំងប្រោះឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្តីចម្រើនផងព្រះបន្ទូលថ្ងៃនេះរំលឹកយើងថាឲ្យស្វែងរកព្រះអង្គទុកចិត្តព្រះអង្គទោះស្ថានភាពថ្ងៃនេះលំបាកយ៉ាងណាក៏ដោយកុំបោះបង់ការអធិដ្ឋានព្រោះព្រះអង្គស្ដាប់អ្នកទ្រង់ស្មោះត្រង់ហើយនឹងឆ្លើយតបអ្នកអាមែនអរគុណព្រះអង្គ